សម្រាប់ស្ដេចគ្រឿងញៀនដ៏គួរឲ្យខ្លាចបំផុតម្នាក់នៅលើពិភពលោកគឺលោក El Mencho ក្នុងប្រតិបត្តិការយោធាដ៏ធំមួយកាលពីថ្ងៃទី22 ខែកុម្ភៈឆ្នាំ2026ជាការវាយប្រហារដែលមានកម្លាំងគ្រប់គ្រងសម្ងាត់ពីចរកម្មសហរដ្ឋអាមេរិកយោងតាម CNN ប្រតិបត្តិការនេះបានកើតឡើងនៅទីក្រុងតាប៉ាល់ប៉ាក្នុងរដ្ឋ Jalisco ភាគខាងលិចប្រទេសមេស៊ីកកងកម្លាំងយោធាមេស៊ីកដ៏ធំសម្បើមបានចូលវាយប្រហារគោលដៅលើបណ្ដាញក្រុមគ្រឿងញៀនកាតែលដែលត្រូវបានអាជ្ញាធរអាមេរិកពិពណ៌នាថាជាអង្គការឧក្រិដ្ឋកម្មគ្រឿងញៀនដ៏មានអំណាចនិងឃោរឃៅបំផុតមួយក្នុងសតវត្សថ្មីក្នុងពេលបាញ់ប្រហារក្រុមកាតែលបានបាញ់តដៃយ៉ាងខ្លាំងបណ្ដាលឲ្យសមាជិករបស់ពួកគេស្លាប់ជាច្រើនអ្នកខណៈដែលមេក្រុមរបស់ខ្លួនគឺលោក El Mencho រងរបួសធ្ងន់ហើយបានស្លាប់នៅពេលកំពុងដឹកតាមយន្តហោះទៅកាន់ទីក្រុង Mexico City ការដួលរលំនៃមេខ្លោងកាតែលម្នាក់នេះបានបង្កប្រតិកម្មឃោរឃៅភ្លាមសមាជិកក្រុមឧក្រិដ្ឋកម្មបានដុតរថយន្តបិទផ្លូវនិងបង្កអំពើហិង្សាឆ្លងទៅរដ្ឋជាច្រើនបណ្ដាលឲ្យជើងហោះហើរត្រូវបានលុបចោលនិងអាជ្ញាធរអាមេរិកបានព្រមានពលរដ្ឋរបស់ខ្លួនឲ្យស្នាក់នៅក្នុងទីកន្លែងមានសុវត្ថិភាពលោក El Mencho មិនមែនជាមេក្រុមគ្រឿងញៀនធម្មតាទេលោកគឺជាអតីតប៉ូលីសដែលបំលែងខ្លួនទៅជាមេអាណាចក្រគ្រឿងញៀនអន្តរជាតិបង្កើតក្រុមកាតែលឲ្យក្លាយជាអំណាចធំគ្រប់គ្រងតំបន់ជាច្រើនក្នុងប្រទេសមេស៊ីកនិងបណ្ដាញចែកចាយឆ្លងទ្វីបក្រោមការដឹកនាំរបស់លោកកាតែលល្បីដោយអំពើហិង្សាការប្រើយុទ្ធសាស្ត្របែបយោធានិងការបង្ហាញអំណាចជាសាធារណៈដើម្បីបង្កភាពភ័យខ្លាចដល់គូប្រជែងនិងអាជ្ញាធរដែនដីនេះបើយោងទៅតាមរដ្ឋបាលអនុវត្តច្បាប់គ្រឿងញៀនរបស់អាមេរិកក្រោមអំណាចរបស់មេខ្លោងរូបនេះក្រុមកាតែលរកបានប្រាក់រាប់ពាន់លានដុល្លារពីការជួញដូរមេតាំហ្វេតាមីន កូកាអ៊ីននិងហ្វេតានីលដែលជាថ្នាំសំយោគគ្រោះថ្នាក់ខ្ពស់ថ្នាំញៀនទាំងនេះបានហូរចូលទៅទីផ្សារអាមេរិកបង្កវិបត្តិថ្នាំញៀនធ្ងន់ធ្ងរក្រសួងយុតិធធម៌អាមេរិកប្រកាសផ្តល់ប្រាក់រង្វាន់រហូតទៅដល់15លានដុល្លារចំពោះព័ត៌មាននាំទៅការចាប់ខ្លួនលោក El Mencho ប្រធានាធិបតីអាមេរិកលោក Donald Trump បានគម្រាមអនុវត្តវិធានការសេដ្ឋកិច្ចនិងអាចវាយប្រហារប្រទេសមេស៊ីកតែម្ដងប្រសិនបើប្រទេសនេះមិនបង្ហាញលទ្ធផលច្បាស់លាស់ក្នុងការបង្ក្រាបការជួញដូរគ្រឿងញៀនខ្ញុំ